រឿងអណ្ដើកនិងស្វាកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ789ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ152មិនឃើញមានឈ្មោះអ្នករៀបរៀងទេរឿងអណ្ដើកនិងស្វាមានរឿងមួយថាអណ្ដើកនិងស្វាវាសុំធ្វើដណ្ដងគ្នាតែគ្មានកូនចៅទៅចងពុនអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើដណ្ឡងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដូចដណ្ឡងអ្នកទាំងពួងនោះដែរលុះចំណេរយូរទៅដណ្ឡងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាសន្មត់ថ្ងៃនឹងស៊ីការទើបនឹកឃើញអណ្ដើកជាដណ្ឡងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកជាដណ្ឡងមិនទាន់បានទៅប្រាប់ឥឡូវចិត្តថ្ងៃការណាស់ទៅហើយបើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ទៅប្រាប់ដណ្ឡងស្វាថាត្បិតដណ្ឡងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដណ្ឡងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ថាដណ្ឡងឯងឡើងមិនរួចនឹងគេមានតែដណ្ឡងឯងខំវល់នេះចោះយើងនឹងស្រើឡើងប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេដណ្ឡងឯងកុំនិយាយឲ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលបណ្ដាំដណ្ឡងនោះសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល់នោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដណ្ឡងស្រីស្វាឃើញអណ្ដើកក៏សួរដែលរាប់អានថាដណ្ឡងសុខសប្បាយជាទេឬអណ្ដើកភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដណ្ឡងក៏របូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នោកដូចជាគេបោកនឹងថ្មស្លាប់នៅវេលានោះខាងស៊ីការនោះទៅកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងមាត់អណ្ដើក